Ok, rồi đây đang ở khné là ngày ngày nay đó cứ nhom miền set up được chơi position mùi là nhom khơi xã tại nhom trốn về leg hai tích để ra tập prai về rút lươn pe prai về volatile ai nhom có bàn open position là riêng thằng lươn tích ở bàn pi crowd mà thế chỉ set up bao nhiêu chẳng trốn là toàn việc lại APG năng thế bắt đầu mà khơi tập prai về họ lại một thằng lươn thằng ở khné vì TP របស់ខ្ញុំគឺដូចទាំងអស់គ្នាឃើញអញ្ចឹងនៅខាងលើហ្នឹងហើយ SL របស់ខ្ញុំនៅខាងក្រោមដូចជា5 6ជាងនេះ62នេះអូខេអញ្ចឹងយើងចាំមើលថាតើposition មួយហ្នឹងខ្ញុំបាន hit TP ឬក៏អត់គ្នាយើងណោះហើយជាក់ស្ដែងទាំងអស់គ្នាអាចនឹងឮសលេងរំខានពីខាងក្រៅមកដោយសារថាក្មួយរបស់ខ្ញុំគឺគាត់ស្រែកខ្លាំងមែនទែនទាំងអស់គ្នាអូខេសង្ឃឹមថាទាំងអស់គ្នានឹងយល់ហើយក៏ដូចជាអធិស្ឋានខ្ញុំអញ្ចឹងយើងចាំមើល position ទាំងអស់គ្នាចង់ដឹងថា hit TP ឬក៏មកប៉ះ SL របស់យើងទាំងអស់គ្នាណោះឬក៏យ៉ាងម៉េចខ្ញុំនឹង update ជូនទាំងអស់គ្នាបន្តតែជាក់ស្ដែងសប្តាហ៍នេះគឺដូចជាខ្ញុំ make profit អត់បានតែម្ដងទាំងអស់គ្នាណាហើយខ្ញុំ trade fund ដល់ពេលអញ្ចឹងខ្ញុំ hit កន្លះភាគរយ 1% អីខ្ញុំខ្ជិលកាត់ទាំងអស់គ្នាហើយជាក់ស្ដែងមួយថ្ងៃគឺខ្ញុំចង់ក្រោ 2% តែម្ដងណាឬក៏ 1% ជាងអីចឹងតែប្រាយគឺវាដើរវា pull back មកវិញឡូតអញ្ចឹងប៉ះ break even នៅច្រើននេះយើងអញ្ចឹងពិបាក trade មែនតើសប្តាហ៍នេះហើយដោយសារព័ត៌មានធំច្រើនផងអញ្ចឹងវាធ្វើឲ្យទីផ្សារ market របស់យើងហ្នឹងវាពិបាកចេញចូលគ្នាយើងណា set up ខ្លះវាស្អាតតែវាអត់មកចាក់នៅក្នុង APG ឬក៏ order block អីទេវាទៅហ្មង set up ខ្លះយើងវាអត់បានចូលណាវាទៅគឺទៅហ្មងវាចោះគឺចោះហ្មងអញ្ចឹងពិបាកមែនតើអូខេអញ្ចឹងយើងចាំមើលទាំងអស់គ្នាតទៀតចាំដឹងថាវាយ៉ាងម៉េចអីយ៉ាងម៉េចគ្នាយើងណាហើយនេះគឺជា position ដែលខ្ញុំបានចូលទាំងអស់គ្នាដូចខ្ញុំដាក់ឲ្យទាំងអស់គ្នាបានមើលអញ្ចឹងខ្ញុំ train នៅ VMaster ជា prop firm account ទេទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងគឺជា position ដែលខ្ញុំបានចូលដល់ឥឡូវយើងក៏កំពុង hold card ដូចទាំងអស់គ្នាឃើញយេហ្នឹងឯងអញ្ចឹងសង្ឃឹមថា position មួយហ្នឹងគឺយើងនឹងបាន hit TP ហើយគ្នាយើងណាខ្លះណានៅក្នុងសប្តាហ៍នេះដែល trade បាន profit ច្រើនណាអាចចូលរួម comment នៅខាងក្រោមវីដេអូរបស់ខ្ញុំម្នាក់មួយផងមកដើម្បីឲ្យខ្ញុំដឹងយ៉ាហើយអូខេទាំងអស់គ្នាចង់ដឹងអំពីការ trade ឬក៏អីក៏ទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានផងដែរទាំងអស់គ្នាណាហើយទាំងអស់គ្នាកុំភ្លេចជួយ like បើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំមួយទៀតទាំងអស់គ្នាកុំភ្លេចជួយ share ទៅកាន់ industry នៃការ trade ទាំងអស់គ្នាណាដែលពួកគាត់ជា beginner trader ដូចជាខ្ញុំក៏មិនជាអ្នកចេះអីខ្លាំងណាស់ដែរទាំងអស់គ្នាណាខ្ញុំ trade ប្រើ strategy ធម្មតាអញ្ចឹងទេទាំងអស់គ្នាណាអូខេហ្នឹងហើយពេលខ្លះក៏ SL អញ្ចឹងទៅហើយពេលខ្លះក៏ TP ដែរអញ្ចឹងទៅទាំងអស់គ្នាណាមិនTP រហូតនោះទេព្រោះធម្មតាយើងមិនអាចចេញចូលត្រូវរហូតទេទាំងអស់គ្នាអូខេមានអីថ្មីខ្ញុំនឹង update បន្ថែមទៅកាន់ទាំងអស់គ្នាអូខេនេះគឺជាការ update បន្ទាប់បានន័យថាគឺយើងឃើញថាប្រាយវាបានហក់ឡើងទៅរៀងគួរសមហើយទាំងអស់គ្នាណាហើយយើងនឹងក៏វាបានផលចំណេញមកខ្លះដែរយ៉ាប៉ុន្តែវាមិនទាន់ដល់ target របស់យើងទេទាំងអស់គ្នាណានេះគឺជាការ update បន្ថែមណាព្រោះខ្ញុំខ្ជិល record តរំតដល់ TP របស់យើងនោះ1ម៉ោងដឹងមិនផងទាំងអស់គ្នាណាប៉ុន្តែទៅថ្ងៃមុខខ្ញុំនឹងមានការ update បន្ថែមទៀតណាទៅលើការចេញចូល position ទាំងអស់គ្នាណាអូខេហើយនេះគឺជា position ដែលយើងចូលមិញហ្នឹងគឺក្រហមឥឡូវហ្នឹងក៏យើងបានខៀវមកវិញដែរណាគឺយើងកំពុងតែ hold ចំណេញណា$20ជាងយ៉ាដូចខ្ញុំកន្លែងដែរខ្ញុំដាក់ cursor ឬក៏ mouse ឲ្យទាំងអស់គ្នាមើលហ្នឹងអូខេហ្នឹងឯងចឹងយើងចាំមើលបន្តទៀតណាបើមានអីដែលថ្មីគឺខ្ញុំនឹង update
តកាន់ទាំងអស់គ្នាបន្ថែមទៀតទាំងអស់គ្នាเนาะអូខេអូខេទាំងអស់គ្នាឥឡូវនេះគឺថាប្រាយបានហក់ឡើងទៅហើយយើងចំណេញក៏បានគួរសមមកដែរណានឹងឯងគឺវាហក់ឡើងទៅខ្លាំងមែនតើនេះប៉ុន្តែយើងអត់ដឹងថាតើវានឹងដល់គោលដៅឬក៏ DCTP របស់យើងឬក៏អត់ទេអញ្ចឹងយើងចាំមើលជាក់ស្ដែងបន្តទៀតទាំងអស់គ្នានឹងឯងមានការចាំមើលទេទាំងអស់គ្នាថាតើវាដល់មិនដល់ទាំងអស់គ្នាเนาะអូខេមានអីថ្មីខ្ញុំនឹងអាប់ដេតបន្ថែមជូនទាំងអស់គ្នាទៀតមិនថាទោះជា SL ឬក៏ TP ទេទាំងអស់គ្នាเนาะអូខេ
ok បន្ទាប់ពីចំណេញទាំងអស់គ្នាឥឡូវនេះគឺថាប្រាយវា pull back មកវិញហើយខ្ញុំមិញហ្នឹងគឺដូចទាំងអស់គ្នាឃើញគឺខ្ញុំបានទាញ break even ទាំងអស់គ្នាเนาะដើម្បីការពារ secure បើសិនជាប្រាយមានការ pull back មកវិញយ៉ាងណាគឺយើងកុំឲ្យខាតទាំងអស់គ្នាเนาะអញ្ចឹងប្រាយឃើញតែមានការ pull back មកគៀកនឹងប៉ះ BE របស់យើងហើយទាំងអស់គ្នាចង់ដឹងថាតើចាំមើលយើងប៉ះ BE បានសម្រាប់ឬក៏យ៉ាងណាដែរទាំងអស់គ្នាเนาะមកវាហក់ឡើងទៅមិញចំណេញឡើង$700អញ្ចឹងបើទោះបីជាយើងអត់បាន hit TP របស់យើងកុំឲ្យវាប៉ះពាល់ដល់fund account របស់យើងតើណាកុំឲ្យប៉ះពាល់ដល់សាច់ប្រាក់អញ្ចឹងណាហើយយើងអត់បានខាតយ៉ាងអន់យើងអត់បានចំណេញយ៉ាងអន់ក៏ឲ្យវារួចខ្លួនវិញអញ្ចឹងទៅអូខេបងប្អូនណាឥឡូវឃើញថាវាចាប់ផ្ដើមមកហើយបងប្អូនយ៉ាយើងចាំមើលបងប្អូន BE ឬក៏យ៉ាងណា